ធ្លាប់តែឃើញស្វីកន្លែងស្រស់ស្អាតទីក្រុងថ្ងៃនេះនាំបងប្អូនទៅលេងព្រៃភ្នំនៅស្វីមួយខ្ញុំម្ដងពួកខ្ញុំទៅសម្រាកនៅនឹង2ថ្ងៃនៅក្នុងធម្មជាតិមកបងប្អូនអើយដូចអ្នកចំការអ្នកព្រៃភ្នំនៅប្រទេសស្វីអញ្ចឹងសួស្ដីជំរាបសួរបងប្អូនទាំងអស់គ្នាភាគច្រើនគេទៅស្វីគេទៅកន្លែងតំបន់ទេសចរកន្លែងអីចឹងទៅតែពួកខ្ញុំនេះបន្ទាប់ពីដើរលេងតំបន់ទេសចរហើយចង់ទៅកន្លែងស្ងប់ស្ងាត់ម្ដងអញ្ចឹងហើយក៏កក់កន្លែងគេងនៅលើភ្នំនឹង2យប់លើភ្នំដាច់ស្រយាលហ្មងបងប្អូនទៅតាមផ្លូវឃើញសត្វតកោសត្វមន់ហើយបើផ្លូវឡើងទៅកន្លែងគេងវិញគឺមានតែផ្លូវមួយទេទូចមែនតើមានផ្ទះម្ចាស់ផ្ទះហើយនឹងកូនផ្ទះទូចមួយក៏ដាក់ជួលនឹងឯងអ្នកដែលចូលចិត្តស្ងប់ស្ងាត់អីគឺត្រូវមកហើយដូចពួកខ្ញុំអញ្ចឹងបរិយាកាសស្អាតទេសភាពក៏ស្អាតហើយស្ងប់ស្ងាត់មែនតើជុំវិញផ្ទះមានគ្រប់យ៉ាងត្រីបន្លែសាយចំការតំណាំដាំដលងដាំដុះមានគ្រប់មុខឥឡូវខ្ញុំ review បងប្អូនមើលផ្ទះម្ចាស់ផ្ទះនៅម្ចាស់រៀងទៀតហើយខាងនេះកន្លែងក៏ដាក់ជួលមានតុបាយមានកន្លែងអាំងសាច់អីនៅខាងក្រៅអញ្ចឹងណាពេលយើងមកនៅយើងអាចអាំងសាច់ឲ្យញ៉ាំបានហើយកន្លែងដែលខ្ញុំខ្វល់កជាងគេនេះបងប្អូនអើយគេហៅថាប្រភេទ hot tub មួយជាទឹកត្រជាក់ក៏បានដែរព្រោះឥឡូវខែក្តៅតែយើងក៏អាចបង្កាត់ភ្លើងឲ្យវាទៅជាទឹកក្តៅបានដែរដូចពី brand អញ្ចឹងហើយកន្លែងដែលខ្ញុំគេងគឺនេះឯងបងប្អូនកូនផ្ទះទូចមួយនឹងប៉ុន្តែមើលទៅសភាពមុខផ្ទះគេផងដាក់ប៉ៅ EP នេះមកគឺថាស្រស់ស្រាយខ្លាំងចូលទៅក្នុងគឺថាអត់មានអីទេមានតែកន្លែងគេងតុអង្គុយអីចឹងទៅប៉ុន្តែมันទូចមែនទេណាបងប្អូនស្រស់ស្រាយមែនតែនដូចមកតាំងសមាធិលើព្រៃភ្នំអញ្ចឹងឯងបន្ទប់ទឹកវិញនៅក្រៅតែខ្ញុំមិនបាច់បន្ទប់ទឹកទេនេះសុំមួយទឹកនៅនឹងហ្មងដោយកូនអ្នកចំការអញ្ចឹងមកដល់ស្វីហើយក៏អត់ភ្លេចដែររបស់ខ្មែរនេះគឺ scrub បល័យទឹកឃុំព្រៃនិង scrub កាហ្វេ almond feeling ខ្ញុំប្រើមកកាន់ឆ្នាំឲ្យបងប្អូនអើយ scrub កាហ្វេចេញថ្មីនេះគឺល្មួតល្អជាងមុនគុណភាពលើសមុនទៀតខ្ញុំទៅចិត្តលីចូលគ្នាជាមួយនឹង scrub បល័យទឹកឃុំព្រៃដែលសាប់ scrub បល័យទឹកឃុំព្រៃនេះហាមានទាំងជាតិកូឡម៉ង់នៅក្នុងនោះទៀតអញ្ចឹងហល់តិចបងប្អូនបាច់លីក៏បានដែរ scrub មកមុខសុទ្ធក៏បានដែរខ្ញុំដើរលេងយូរពេកខាន scrub មកមួយទឹកជាងហើយអញ្ចឹងលីពីរនឹងចូលគ្នាហ្មង scrub feeling គឺផលិតផលខ្មែរសុទ្ធ 100%សូម្បីតែគ្រឿងផ្សំក៏ដើរទិញពីកសិករផ្ទាល់ scrub ខ្មែរយើងនិយាយទៅគឺរូបមន្តសាច់ចាំពីបរមរាន scrub ហើយគឺដូចជំរុះកោសិកាចាស់យើងចេញអញ្ចឹងបងប្អូនជួយឲ្យស្បែករបស់យើងសភ្លឺថ្លាម៉ត់មានគល់រោមអាលៀកគល់រោមអីប្រើគឺល្អខ្លាំងណាស់ខ្ញុំអត់សូវចេះថែស្បែកទេបងប្អូនតែ scrub មួយគឺខ្ញុំអត់បានទេដោយសារ scrub feeling ពីរមុខនេះបងប្អូនអើយ scrub ហើយភ្លាមក៏មានអារម្មណ៍ស្បែកយើងឡើងទន់ម៉ត់ហើយផលិតផលខ្មែរអញ្ចឹងមិនបាច់ភ័យខ្លាចប៉ះពាល់ស្បែកទេបងប្អូនអើយមិនស្អាតលឿនទៅណាក៏សាច់ចាំស្អាតបានយូរដែរឥឡូវមួយទឹកហើយឆ្លៀតហើយកៅអៅទៀតដូចកូនអ្នកចំការចឹងបងប្អូនអើយសមម៉ែតែខ្ញុំជួយចិត្តចឹងឯងបរិយាកាសឥឡូវខែក្តៅទៀតហើយមួយវិញទៀតបងប្អូនខ្ញុំមិនមែនអ្នកចិត្តលាបលេទេមួយឆ្នាំលាប2ដងហ្នឹងប៉ុន្តែពេលដែល scrub ហើយគឺលាបលេឆាប់ចូលអញ្ចឹងទិញលេមកលាបតិចសិនកុំឲ្យស្ងួតស្បែកបន្ទាប់មកគឺញ៉ាំអាហារពេលល្ងាចដោយសារខ្ញុំញ៉ាំអីពីថ្ងៃហើយម្ដងហើយយប់ឡើងឃ្លានមកដល់គឺស្រស់មីញ៉ាំនឹងឯងរបៀបថាដូច camping បន្តិចអីបន្តិចស្ងប់ស្ងាត់អូយខ្ញុំចូលចិត្តអញ្ចឹងមែនតើខ្ញុំអត់ដឹងបងប្អូនណាដូចខ្ញុំទេដូចឡើងមកព្រៃភ្នំមកតាំងសមាធិមកវិបស្សនាអញ្ចឹងគេងមកយប់ទៅព្រឹកឡើងនេះបើកទ្វារមើលទេសភាពមិនឲ្យស្រស់ស្រាយមិនបងប្អូនបើទេសភាពបរិយាកាសបែបហ្នឹងនេះឲ្យបងម៉ៃឆុងកាហ្វេម្នាក់មកកៅមកអង្គុយលើប៉ៅអ៊ីនឹងអានសភៅកន្លះម៉ោង1ម៉ោងសិនមុននឹងចេញដើរលេងធ្វើដោយផ្ទះខ្លួនឯងហ្នឹងអត់មានវាលស្មៅមានអីអញ្ចឹងមានពិតមែនតែខ្វះទេសភាពព្រៃភ្នំអញ្ចឹងនេះបងប្អូនមើលហើយទៅជាក់ភ្នែកដែរអត់ជាមួយវីដេអូនៅប្រទេសស្វីសមែនថ្ងៃនេះបើខ្ញុំវិញមកដល់ស្វីសទៅជាក់ទាំងភ្នែកទៅជាក់ទាំងចិត្តទៀត